ok trên một tuần nàyយើងនឹងបង្កើតជា database មួយដែលអាចបញ្ចូលអាច create អាច read អាច update អាច delete បានអូខេអញ្ចឹង acronym របស់វាគឺ CRUD យើងអាចឆែកមើលនៅក្នុងអ៊ីនធឺណិតយើងវាយ database CRUD នោះចេញមក Windows Phone database CRUD នេះវាមាន URL ដែលល្អពីរដែរដែលខ្ញុំអាចឲ្យយើងអនុវត្តតាមថ្ងៃក្រោយវាជាមូលដ្ឋានប៉ុន្តែគ្រាន់តែថាគាត់សរសេរជាលក្ខណៈពិបាកមើលបន្តិចប៉ុន្តែកូដមួយចំនួនគឺយើងអាចមើលបានអញ្ចឹងនេះគឺ GitChamp ហើយយើងអាចវាយក្នុងនេះមកថា Windows Phone database ហើយ GitChamp អញ្ចឹងមកអូខេចុះរបស់គាត់នឹងចេញនៅលើគេនេះពូកបន្តិចហ្នឹងគាត់ធ្វើមេរៀនល្អដែរក្នុងហ្នឹងអូខេជាយើងអាច follow តាម step របស់គាត់ប៉ុន្តែគាត់កូដ C# បន្តិចអានេះវាអាចអ្នកដែលអត់ចេះ C# ពិបាកមើលបន្តិចណាអូខេអញ្ចឹងនៅក្នុងជាទូទៅក្នុងអ៊ីនធឺណិតវាប្រើ C# ទាំងអស់វាគិតថាអ្នក VB អត់ទៅមានអ្នកសរសេរជាលក្ខណៈ hardcore អញ្ចឹងវាច្រើនតែសរសេរ software ធម្មតា anyway ចឹងឥឡូវយើងអាចមើលជាឧទាហរណ៍ដែលខ្ញុំនឹងធ្វើឲ្យយើងមើលអញ្ចឹងក្នុងនេះខ្ញុំនឹងបង្កើតជា layout អញ្ចឹងខ្ញុំសរសេរ code នេះតែម្ដងវាស្រួលជាងជានៅក្នុង content នេះអូខេឥឡូវខ្ញុំលុបអានេះពីរនេះចោលដោយសារតែវាច្រើនពេកហើយក្នុង stake នេះចិត្តរបស់ខ្ញុំចង់បាន text box មួយអូខេអញ្ចឹងខ្ញុំនៅក្នុង stake ខាងលើខ្ញុំបង្កើត stake មួយទៀតហើយខ្ញុំដាក់ទី1គឺ button ទី1ដើម្បីឲ្យវាអាច add បាន name ខ្ញុំហៅវា begin add អីចឹងទៅហើយ text ស្ទោះ content add ចឹងអានេះអត់មានអីទេអញ្ចឹងក៏បាន text box មិន text block ទេ text box យើង txt អានេះយើងហៅវា name នេះចុះណាហើយ text របស់យើងទៅទេជាទូទៅ text box អត់មានអីទេនេះខ្ញុំចង់បានចេះណាដើម្បីឲ្យវាស្របគ្នាគឺយើងដូរ orientation បន្តិចហើយយើងយក horizontal មកអញ្ចឹងវាស្មើគ្នានេះអានេះយើងអាចទាញវាយើងអត់ទាន់គិតអំពីសភនភាពទេគាត់ឲ្យយើងជំនួយឲ្យចេញសិនណាអញ្ចឹងនៅក្នុង stake panel ខាងលើមាន2ហើយខាងក្រោមអញ្ចឹងខ្ញុំ copy path វាបានអញ្ចឹងគាត់ឲ្យខ្ញុំដូរឈ្មោះវាតិចតួចទៅចឹងអានេះជា text box ដែរ text box 2ចឹងចិត្តរបស់ខ្ញុំចង់បង្កើតជា database មួយដែលមានឈ្មោះអាចមាន page អីមួយទៀតចឹងទៅសេចតែយើងទេអូខេឬមួយក៏យើងមានតែ2បានខ្ញុំហៅវា major តែម្ដងលឿនហើយអានេះខ្ញុំដាក់ប៊ូតុងមួយទៀតហើយខ្ញុំហៅវា add សំទោសយើងឲ្យវា save ចុះព្រោះយើងមានពាក្យ save ឬមួយក៏អានេះយើងដូរជា new វិញដើម្បីស្រួលមើលកុំឲ្យវាច្រឡំគ្នាពាក្យ add ច្រើនម្ដង new អានេះពាក្យ add យើងចុះអូខេនេះចិត្តរបស់យើងចង់បង្កើតបែបចេះអានេះយើង new ដើម្បី blank add ដើម្បី add ចូលក្នុង database របស់យើងអូខេហើយបន្ទាប់ខាងក្រោមមកគឺ list box របស់យើងដដែលអញ្ចឹងយើងបង្កើតជា long list selector ដដែលអញ្ចឹងកូដក្នុង long list selector គឺយើងចាប់ដើមហៅពី phone មក long list selector បិទមួយតមកទៀតយើងហៅ item វាចូល item template
ហើយនឹង data template យើងនៅក្នុងហ្នឹងយើងដាក់ stack វាដើម្បីឲ្យទិន្នន័យនឹងវារត់ជាជួរអូខេចិត្តរបស់យើងចង់ធ្វើឲ្យមាន icon នេះគឺជាគំរូខ្ញុំមួយពីមុនគឺយើងមាន icon 2 edit ហើយនឹង delete អញ្ចឹងខ្ញុំបាន download រូបភាពទូចៗនឹងហើយអញ្ចឹងខ្ញុំអាច copy វាចូលដាក់ចូលទៅក្នុង project របស់យើងហើយទំហំរបស់វាគឺ24 បើសិនជាយើងយកទំហំផ្សេងអាហ្នឹងតែយើងមើលតាម dimension របស់វាហ្នឹងតែយើងមើលមក16វាតូចពេកណា16ខ្ញុំយកប៉ុណ្នេះចុះអញ្ចឹងយើងអាច pass ចូលទៅក្នុងនេះបាន asset អូខេទូទៅរូបភាពនេះយើងគួរតែឲ្យវាcopy ទៅបើយើងអត់ copy ទៅយើងការវាអត់ចូលទៅក្នុងទូរស័ព្ទយើងជួ copy always ទៅរូបភាពវាទូចៗដែរអញ្ចឹងទី1គឺយើងដាក់ប៊ូតុងសំទោសដាក់ text box ដើម្បីឲ្យ text block ទៅ text block ដើម្បីអាចឲ្យវារៀបទិន្នន័យឈ្មោះរបស់អ្នកណាមួយនឹងបានខ្ញុំហៅវា name text នេះដូចពីមុនអញ្ចឹងយើងបាញ់ name អញ្ចឹងមកជាង style យើងអាចយកពី style static ចឹងនេះចង់ភ្លេចបងណាឈ្មោះវាស្អីគេឈ្មោះវាវិញពេកអូខេ phone text normal style ចឹងនេះ phone text normal style ចុះយើងបិទមកវិញមើលចឹងដើម្បីចង់បានប៊ូតុងដែលមាន icon គឺយើងសរសេរប៊ូតុងសិនពីមុនគឺយើងប្រើ image ដល់ image វាចុចវាអត់ទៅស្រួលដូចប៊ូតុងចឹងយើងប្រើប៊ូតុងដែរ name bgn អានេះយើងហៅវា update មុនចុះអូខេហើយ contain មិនទេប៉ុន្តែពីទូទៅយើងតែតែបិទវា direct តែម្ដងតែដើម្បីដាក់ image ចូលយើងក៏បិទ direct ចឹងយើងបិទវាដើម្បីឲ្យវាមានប្រឡោះវាមួយហើយនៅក្នុងប្រឡោះនេះយើងអាចទាញ image ចូលបានអូខេយើងទាញ image ចូលចឹងវិញបានវាល្អជាងចឹង image របស់យើងនៅក្នុង assets edit អានេះយើងដាក់ edit តាមចុះកុំឲ្យវាខុសគ្នាពិបាកមើល .png បានវាអត់មានគែមបើសិនជាយើងយក JPEG វាជាប់គែមអញ្ចឹងយើងមានប៊ូតុង1ប៊ូតុងទី2ក៏ដូចគ្នាយើងអំពី pass វាមកអានេះខ្ញុំហៅវាថា delete ខ្ញុំយកប៊ូតុងឈ្មោះថា delete ដែរនេះអត់ទាន់ឃើញទេដល់ពេលវាមានទិន្នន័យបើវាឃើញណាព្រោះវាតទៅនឹង binding អូខេអញ្ចឹងបន្តមកទៀតគឺយើងចាប់ដើមធ្វើការជាមួយ database ដើម្បីទាញ database វាមាន step របស់វាមួយចំនួនធំទី1យើងត្រូវការ install ទៅការអីហើយបើសិនជាយើងបាត់panel របស់វានេះយើងចូលទៅក្នុង tool ចូលក្នុងនេះមកប៉ុន្តែដើម្បីបាន SQL Server Compact Toolbox នេះទៅយើងត្រូវ install សុំទៅមើលវីដេអូផ្សេងបើសិនជាយើងអត់ដែលបានធ្វើហើយពេលនេះយើងចុចទៅលើ 3.5 អញ្ចឹងបង្កើត database ខ្ញុំមិញ save nữa ជប់តបាន save 3.5 4.0 អត់ទាន់ដើរទេ crop 2 អញ្ចឹងឥឡូវយើងដាក់ឈ្មោះស្អីក៏បានដែរអានេះ set ទៅយើងអញ្ចឹងដោយសារតែនេះខ្ញុំហៅវា staff ចុះព្រោះពីមុនដូចមិនទាន់មាន staff មានហ្នឹងវាអត់ទាន់មានអូខេដាក់ staff ចុះនេះគឺជាទំហំ database របស់យើងដែលយើងអាច store បានច្រើនណាស់នេះឃើញ256 MB មិន kilobyte ទេច្រើនមែនតើតមកទៀតយើងចាប់ដើមបង្កើត table វា mouse ស្ដាំ build table អញ្ចឹង table របស់យើងខ្ញុំហៅវា tvl staff ចុះហើយយើងមាន name អញ្ចឹងខ្ញុំយកជា nvarchar នេះពាក្យថា n នេះគឺ Unicode ណា
ចឹងយើងដាក់ ny ឆាយបុកមកវាស្គាល់អក្សរខ្មែរយើងហើយកន្លែងនេះ allow now យើងគួរតែដាក់ allow now ដែរដើម្បីចង្កេះយើងភ្លេចបញ្ចូលអីវ៉ាន់កុំឲ្យវា error អូខេចឹងខ្ញុំ tick យកចុះតមកទៀតអានេះខ្ញុំហៅទីហោ position អីចឹងចុះអូខេចឹងពេលនេះវានឹងឲ្យយើង run script ចុច execute តាមវាមកនឹងចប់ហើយយើងឆែកទៅមើលនេះវិញ double click មានណាចុះឥឡូវយើងបញ្ចូលទិន្នន័យ1 2សិនដើម្បីឲ្យពេលយើង display ដំបូងវាឃើញចឹងយកថាសុកសានទីដូចជា admin ID មិនបាច់ចាំបញ្ចូលទេព្រោះនេះវា auto number បើសិនជាយើងបញ្ចូលខុសណាយើងក៏បញ្ចូលវា salary មកថា IT អីចឹងចុះច័ន្ទពេជ្រចឹងទៅតាមពេញអីចឹងក៏បានណាអានេះយើងហៅវា account អីចឹងចុះ content ប៉ុណ្្នឹងមកបានណាយើងអាចចូលទៅមើលម្ដងទៀតវា load database ឲ្យយើង load ID ឲ្យយើងអត់ចឹងវា load ឲ្យយើងពួក auto ជា auto number អូខេចឹងប៉ុណ្្នឹងមកគឺយើងចាប់ផ្ដើម convert វាអូខេយើងអាច import មកសិនណា import ចូលនេះសិនកុំឲ្យវា import សិន add ចូល existed item ចឹងវានៅក្នុងខាងលើហើយកុំភ្លេចយើង property របស់វាយើងយកជានេះផងតំណាប័ត្រចុចលើវាមួយ property យើងយក embedded resource នេះយើងធ្លាប់ធ្វើហើយណាចឹងឥឡូវយើងត្រូវការ convert វាឲ្យខ្លាយជា context របស់យើង context នេះមានថាវាជួយបង្កើតទៅជា data model ឲ្យយើងមិនបាច់ចាំយើងសរសេរ code ទេអូខេប៉ុណ្ណឹងមកបានណាចឹងវានឹងចេញជា data context ឲ្យយើងក្នុងមួយបានណាហើយយើងអាចឆែកមើលបន្តិចដើម្បីតើវាមានរឿងខ្លះនៅក្នុងហ្នឹងទីមួយគឺវាបានភ្ជាប់ជាមួយនឹង database របស់យើងឈ្មោះថា DB staff នេះឯងហើយវាមានstring 2ទីមួយអាចអានេះគឺ read and write តែនេះយើងអាច read only អញ្ចឹងបើសិន read only គឺយើងអាចហៅ read only មកវា video file មកទៅ read only វិញអូខេចឹងវាបង្កើតជា property staff ឲ្យយើង ID name position ហៅតាមហើយតាមនឹងមកអូខេចឹងពេលដែល name ដើមដោយអក្សរធំ position ដើមដោយអក្សរធំ ID ដើមដោយអក្សរធំអូខេអានេះអត់អីទេហើយវាមាន table staff ឲ្យយើងមួយអញ្ចឹង table staff ក៏ចាប់ដើមដោយអក្សរធំដែរអូខេអានេះវា return table កន្លែងនេះគឺសំខាន់យើងនឹងប្រើវាច្រើនអូខេអញ្ចឹងខ្ញុំនឹងចាប់ដើមធ្វើជាងដំបូងផុតគឺយើងដើម read ទិន្នន័យហ្នឹងឲ្យចេញណាជាដើម្បី read ទិន្នន័យចេញយើងចូលក្នុង code យើងអាច mouse តាមនេះហ្មង view code ហ្មងបាទបានអញ្ចឹងយើងសរសេរនៅក្នុង override or navigated អូខេចឹងមកយើងចាប់ដើម read ទិន្នន័យដំបូងវាឲ្យចេញណាពីមុនមកយើងប្រើ using ប៉ុន្តែដោយសារតែពេលនេះយើងប្រើនៅក្នុងប៊ូតុងច្រើនណាអញ្ចឹងយើងប្រើ using ពេលនេះអត់សូវល្អទេយើងបង្កើតជា variable មួយអញ្ចឹងយើងបង្កើត variable មួយឈ្មោះថាអាច staff ទាំងចុះអូខេ ask db staff context អញ្ចឹងវាឲ្យយើង import ដែរហើយឈ្មោះនេះយើងត្រូវមិនសរសេរឲ្យដូចជាមួយនឹងcontext ដែលយើងបានបង្កើតមិញនេះ db staff context.vb នេះអញ្ចឹងយើង import មកបានណាបន្តមកទៀតយើង define វាឲ្យស្មើនឹងnew staff db staff dot collection
string បើសិនជាយើងដាក់ read only បានតែ read ទេ write អត់បានទេអូខេបន្តមកទៀតយើងហៅវា create ឲ្យយើងហើយយើង log ដើម្បីបង្ហាញនៅពេលដែលមាន error អីមួយ true ប៉ុណ្ណឹងមកយើងបញ្ចូលទៅក្នុង list ចឹង list របស់យើងយើងអត់បានដាក់ឈ្មោះទេនេះ long list selector របស់យើង name ខ្ញុំហៅវា lls staff អូខេចឹង lls staff item source ស្មើនឹង staff dot table okay to list មើលតើសិនមើលបានតែមួយអានេះអូធំ icon នេះធំដោយសារតែរូបភាពរបស់យើងអត់បានកំណត់វាទំហំវាចឹងកន្លែងនេះដោយសារតែ panel របស់ខ្ញុំដាក់ទៅជាvertical ចឹងខ្ញុំដាក់ orientation របស់យើងឲ្យទៅជា horizontal វានេះវាមាន border បន្តិចនេះយើងអាចដូរវានៅក្នុង line button នេះឲ្យទៅជាខ្ញុំដាក់ border thickness zone ដើម្បីកុំឲ្យមាន border ហើយដូចគ្នាហើយ text នេះmìnhទួយពេកអញ្ចឹងខ្ញុំយកវាទៅជា light ដើម្បីឲ្យឃើញស្អាតអូខេអញ្ចឹងចិត្តរបស់យើងនៅពេលដែលយើងចុចទៅលើ delete វានឹង delete អូខេបើសិនជាចុចលើ update គឺវានឹងបង្ហាញអញ្ចឹងដើម្បីសរសេរ code នៅលើប៊ូតុងនីមួយៗគឺយើងចូលទៅក្នុងប៊ូតុងនេះប៊ូតុងbtn edit នេះខ្ញុំហៅវា click អញ្ចឹងវាឲ្យយើងបង្កើត event ណាអញ្ចឹង double click មកមួយជានៅក្នុង delete មួយទៀត click double click នៅលើ new event handler មួយទៀតអញ្ចឹងវាបង្កើតប៊ូតុងពីរផ្សេងគ្នាយើងមួយ btn edit ហើយនិង btn delete អូខេអញ្ចឹងឥឡូវយើង delete អញ្ចឹងដើម្បី delete គឺយើងត្រូវការ remove ទិន្នន័យចេញពី LLS staff នេះអញ្ចឹងដើម្បី delete ហ្នឹងគឺយើងហៅវា staff.remove ចឹងមកមានទេចុះ item ដូចជា item source remove អូខេតែយើងសួរថា remove អីវាអត់ដឹងថា remove អីទេឥឡូវយើងមើលសិនថាតើវាបើសិនជាវា remove មែនតើវា remove អីគេបើសិនជាយើងអត់យល់ឲ្យនេះទេគឺយើងទៅមុខទៀតឡើងរួចហើយកន្លែងដែលសំខាន់គឺកន្លែងនេះឯង remove មែនតើគឺវា remove ទិន្នន័យនេះប៉ុន្តែដោយសារតែទិន្នន័យរបស់យើងបាញ់មិនមែនជាទិន្នន័យមួយដែលយើងរៀបមកដាក់តែសុកសានៅទេកន្លែងនេះគឺយើងបាញ់ចូលពីព្រោះអីពីព្រោះទៅពេលយើងរៀបទិន្នន័យនឹងមកយើងរៀបពី table staff ទាំងមូលតែម្ដងដាក់ចូលទៅក្នុង item source ហើយយើងបាញ់វាអញ្ចឹងកន្លែងដែលបាញ់នេះយើងចង់បាញ់អីក៏បានដែរមិនមែនតែ ID ទេយើងចង់បាញ់ position វិញក៏ចេញដែរអញ្ចឹងមានថាទិន្នន័យរបស់វានឹងគឺក្តោបទាំងមូលហើយយើងអាចសង្កេតឃើញថា tag របស់វាធំនេះគឺ data template ហើយប៊ូតុងនោះនៅក្នុង data template ដែរអញ្ចឹងវាក្តោបទាំងអស់អញ្ចឹងប៊ូតុងនៅក្នុងកន្លែងណាគឺវាដឹងថា position ហើយនឹង ID ឡើយអាណាមួយហើយអូខេយើងមើលក្នុងករណីយើងចង់បាញ់ជាមួយណាក៏វានៅតែចេញដែរ error គឺយើងវានឹងចេញរហូតយើងចង់បង្ហាញអីក៏ចេញដែរអញ្ចឹងប៊ូតុងហ្នឹងគឺជាកន្លែងសំខាន់ដែលយើងឃើញណាអញ្ចឹងដើម្បីរៀបប៊ូតុងនោះបានទីមួយយើងសួរថាប៊ូតុងមិញមានច្រើនដែលយើងមើលវាមានដល់3 4អញ្ចឹងមួយណាដែល click យើងអញ្ចឹងដើម្បីដឹងវាមាន property មួយឈ្មោះថា sender ឲ្យយើងវាជា argument មួយសម្រាប់សួរថាតើអាមួយណាដែល click អញ្ចឹងយើងចង់ដឹងថាតើ sender មិញហ្នឹងជាស្អី
click យើងមិនហ្នឹងជាស្អីដើម្បីដឹងវាគឺយើងប្រើយើងនេះយើង test វាយើងអាចប្រើ message box លឿនយើងហៅ sender យើងមក .get type get type នេះគឺពេលដែលយើង casting convert វាហ្នឹង get type នេះខ្លាំងណាស់បើយើងដឹងអានេះមួយគឺយើងនឹងអាចដឹងថា cast ត្រូវមួយក៏មិនត្រូវ convert ត្រូវមួយក៏មិនត្រូវណាចុចលើវាចុចវាប្រាប់យើងថា system windows control button អញ្ចឹងបើសិនជាយើង convert វាខុសទិន្នន័យក៏វាអត់ចេញដែរណាអូខេអញ្ចឹងខ្ញុំដឹងហើយថា sender ពេលនេះជាប៊ូតុងអូមកថាបើសិនជាយើងអត់ដាក់ប៊ូតុងផ្ទាល់ទេយើងដាក់ image ហើយឲ្យ image click វិញកន្លែងហ្នឹងវាទៅជា image ហើយអូខេអញ្ចឹងវានឹងប្រាប់យើងកន្លែងហ្នឹងណាអូខេអញ្ចឹងពេលនេះខ្ញុំ dim ប៊ូតុងមួយប៉ុន្តែខ្ញុំដាក់ឲ្យឈ្មោះខុសគ្នាខ្ញុំហៅវា button អញ្ចឹងទៅ as button ហើយពេលនេះយើង convert វា convert នៅក្នុង VB យើងប្រើ C type ហើយយើងយកពី sender ហ្នឹង convert ទៅណាអញ្ចឹង convert ទៅប៊ូតុងហ្នឹងឯងមកបន្ទាប់នេះបើនៅក្នុង C# គឺគេសរសេរអញ្ចេះគឺគេសរសេរ button button ស្មើនឹង button sender អូខេគេ cast បែបអញ្ចេះមានថាគេឲ្យអា sender ហ្នឹងខ្លាយជាប៊ូតុងអញ្ចេះបែបបានផ្ទេរមកអញ្ចេះតែដោយសារ VB វាប្រើវាអត់មានអា casting ហ្នឹងអញ្ចឹងវាប្រើតាមវិធីចេះអូខេហើយ C# ឥឡូវវាបដូរវិធីយ៉ាងដែរដោយសារតែអានេះតាមពិតជា style របស់ Java អញ្ចឹង C# វាបានបដូរ style បន្តិចកុំឲ្យអ្នកដែលប្រើហ្នឹងគិតថាវាដូច Java គេដាក់ថា as button អញ្ចឹងបានអញ្ចឹងមែនតើអានេះគឺជា original មែនតើរបស់ Java អានេះគឺរបស់ new C# អូខេអានេះគឺរបស់ VB.net អូខេអញ្ចឹងយើងអាចបើនរណាប្រកែC# យើងអាចមើលតាមនេះហើយយើងធ្វើតាមនេះទៅអូខេអញ្ចឹងយើងអាច convert នៅបានហើយអញ្ចឹងយើងសួរថាយកវាមកទៅអីអញ្ចឹងយកវាមកហើយដើម្បីចង់បានអតិន័យពីវាអញ្ចឹង property សម្រាប់យកទិន្នន័យពីវាគឺ button នេះមកវាមានទិន្នន័យមួយហៅតាមរយៈ data context នេះឯងនេះកន្លែងនេះដែលសំខាន់យើងចង់បាន data context នេះ data context នេះចង់សំដៅលើ data template នេះវាបាញ់ចូលមកកញ្ចប់មកមិញមានទាំងអីគេខ្លះយើងមើលរបស់ staff ហ្នឹងមានទាំង ID យើងមើលក្នុងនេះឃើញមានទាំង ID name position អញ្ចឹងវាត្រូវការអានឹងឯងត្រូវការ context ហ្នឹងអូខេអញ្ចឹងខ្ញុំ dim ខ្ញុំហៅវាថា context ចឹងមួយចោះអូខេអញ្ចឹងយើងអាច convert អាទិន្នន័យប៊ូតុងហ្នឹងមកជា context បានហើយអូខេអញ្ចឹងឥឡូវយើងធ្វើការ remove អញ្ចឹង remove វាទៅព្រោះវា remove វាមិនមែន remove តែទិន្នន័យហ្នឹងមួយនេះយើងមើលវា remove ទាំង ID remove ទាំងឈ្មោះ remove ទាំងអីទាំងអស់ position អីទាំងអស់ណាអញ្ចឹងអានេះគឺ item source remove អូខេយើងដាក់ context ចឹងមកអូខេប៉ុន្តែវាអត់តន់ត្រូវទេវាមានបញ្ហាមួយប៉ុន្តែគាត់ថាអត្ថន័យនេះវា remove ហើយប៉ុន្តែគាត់នៅមានរឿងមួយទៀតអូខេទៅពិតវា remove ប៉ុន្តែដោយសារតែទិន្នន័យដែលវា return នេះវាមិនមែនជាប្រភេទ observable collection អញ្ចឹងវាអត់អាច remove បានវាអត់ reflect ឲ្យទៅ list long list selector ទេយើងអាចចូលទៅក្នុងនេះមើលបន្តិចទៅយើងនឹងយល់ db staff context នេះយើងចូលទៅបន្តិចយើងទៅមើលឲ្យឃើញមានពាក្យថា table នេះពេលដែលវា return ណាយើងមើល string សំដៅ table នេះវាអត់មានប្រភេទជា long list selector ទេobservable collection ទេវាគ្រាន់តែ declare as system data link table អញ្ចឹង table វាអត់ reflect ទៅកាន់ long list selector ទេអញ្ចឹងដើម្បីធ្វើបានគឺអានេះយើងអាចកែបានណាកែទៅវាមាន error ច្រើនគ្រប់កន្លែងព្រោះវាភ្ជាប់គ្នាអញ្ចឹងយើងសុខចិត្តយើងធ្វើខាងក្រៅវិញអញ្ចឹងខ្ញុំបង្កើតជា long list selector មកសំទោសច្រឡំគឺបង្កើត list មួយដែលប្រភេទវាជា observable collection នេះគឺវាអាច reflect បានអញ្ចឹងយើង import វាមកពី system collections object model ហើយវាសួរថាយកពី
table មួយណាអញ្ចឹងគឺ table staff អូខេប៉ុណ្ណឹងមកគឺយើងអាច remove វាបានដែរអូខេតែយើងត្រូវការផ្ទេរទិន្នន័យពីអា staff នេះចូលទៅក្នុង list នេះសិនហើយអញ្ចឹងខ្ញុំដាក់ឈ្មោះនេះចុះខ្ញុំថា op អញ្ចឹងចុះ observe ពីព្រោះដើម្បីកុំឲ្យច្រឡំគ្នា list ចឹងពេក observe មកឡើងសិនខ្ញុំដាក់អញ្ចឹងចុះ OBS អញ្ចឹងយើងត្រូវការផ្ទេរអាទិន្នន័យនេះអានេះចូលទៅដាក់ចូលទៅក្នុង OBS នេះសិនអញ្ចឹងវា reflect ហើយដើម្បីយើងផ្ទេរនេះយកទៅដាក់ចូលទៅក្នុងនេះវិញអញ្ចឹងចិត្តរបស់យើងគឺកាត់មកកណាត់នេះហើយផ្ទេរ OBS list នេះដាក់វាចូលអញ្ចឹងអូខេប៉ុន្តែវាមានកូដនេះទួចចាំខ្ញុំបង្ហាញចិត្តរបស់យើងគឺយើងផ្ទេរពីអាទិន្នន័យពី database មកអានេះសិនហើយបានឲ្យអានេះរត់ចូលទៅក្នុង list អញ្ចឹងវា reflect ហើយឲ្យតែយើង remove គឺវា remove មែនតើណាអញ្ចឹងដើម្បីឲ្យវាផ្ទេរទិន្នន័យបានគឺយើង new មក observable collection staff ចឹងមកហើយយើងយកថាចង់បានពីមួយណាចង់បានទិន្នន័យពីណាគឺយើងចង់បានទិន្នន័យយើងបើកវងកញ្ចក់មួយទៀតយើងដាក់អង្គចូលមកអញ្ចឹងប៉ុណ្ណឹងយើងអាចផ្ទេរបានដែរបើមិនជាយើងអត់ធ្វើអញ្ចឹងនោះតែយើង for each ហើយយើង read ម្ដងមួយពីកានពី staff ហ្នឹងមកអញ្ចឹងពី staff នេះមក TBL staff អីចឹងទៅអានេះយើង read ម្ដងមួយប៉ុន្តែយើងអាចផ្ទេរចូល direct បានដោយប្រើ method របស់វាយើងប្រើជាអានេះគឺជា parameter របស់ constructor វាតែម្ដងអញ្ចឹងផ្ទេរចូលចឹងមកបានណាអូខេអញ្ចឹងទិន្នន័យរបស់ database នេះ staff រត់ចូលទៅក្នុង observable collection list ហើយបានយើងឲ្យអា list ហ្នឹងចូលទៅក្នុងអា long list selector អញ្ចឹង2តង់ណាឥឡូវយើងមើលតើវាមានផលប្រយោជន៍ជាងមុនយ៉ាងម៉េចអូខេទីពេលយើង remove ពេលនេះគឺ remove ហើយមិនដូចពីមុនទេវា remove អត់ remove អញ្ចឹងយើងកែកូដតែឡើងនេះតិចៗមកគឺវា remove ហើយចៃដន្យអីអានេះវាអត់ remove ពី database ទេវាគ្រាន់តែ remove ពី list អូខេជាងត្រូវការឲ្យវា remove ពី database ម្ដងទៀតអញ្ចឹងដើម្បី remove ពី database គឺយើងហៅ staff មិញនេះដែលខ្ញុំប្រកាសវានៅខាងក្រៅ staff នេះដែលបានមកពី DB Connect នេះអញ្ចឹង staff TBL staff remove មានទេឈប់ចង់ផ្លេចដែរអានេះគេស្អីគេdelete ឈប់មើល delete អូខេហ្នឹងហើយ delete on submit នេះជា method វាមួយហើយយើងដាក់ context ចូលដដែលអញ្ចឹង context នេះអត្ថន័យវាប្រើសម្រាប់ list ផងប្រើមួយ database របស់យើងផងមូលហេតុគឺដោយសារតែយើងបាញទិន្នន័យពី database staff context នេះចូលទៅក្នុង list ទាំងមូលអញ្ចឹងវា context ដូចគ្នាប៉ុន្តែវា delete ដែរប៉ុន្តែដើម្បីឲ្យវា commit ពីព្រោះវាអត់ឲ្យយើង delete ហើយគឺ delete ហ្មងឲ្យវា submit change មួយទៀតអានេះមែនតើមានន័យថាអ្នកខ្លះជួនកាលគេច្រឡំ delete ហើយអញ្ចឹងណាអញ្ចឹងគេអត់ត submit change វាអត់ត save ទេអានេះគឺវា save change យើងអាចដូចជាពេលខ្លះយើងអត់តបាន save អញ្ចឹងឧទាហរណ៍យើងលុបវាចោលអីចឹងទៅយើងឃើញវាអត់តបាន save ប្រហែលយើង close វាសួរយើង save អត់ដូចគ្នាដែរអា submit change ហ្នឹងគឺវា confirm អូខេហើយមួយទៀតអាហ្នឹងគឺវាឲ្យយើង delete បានច្រើន delete បានច្រើនអញ្ចឹងណា context 3 4អញ្ចឹង delete 1 2 3 4 5ហើយដាក់ submit change ម្ដងទៅទាំងអស់ហ្មងអូខេអញ្ចឹងវាឲ្យយើង undo បានបើមិនតែយើង delete ទៅហ្មងវា undo អត់បានអូខេអាហ្នឹងនៅក្នុង design pattern គេហៅថា command នៅណាធ្លាប់យល់ពី design pattern អញ្ចឹងវាប្រើ pattern មួយឈ្មោះថា command pattern អូខេមានថាយើងបញ្ជូន command ទី1 command ទី2 command ទី3អញ្ចឹងបើសិនជាយើងយល់ពី game វិញមើលក៏បាញ់កបោវិញនេះយើងចាប់ target ទី1ចាប់ target ទី2ចាប់ target ទី3ហើយបានយើងចុច missile ទៅអញ្ចឹងយើងអានេះទី1គាត់យើងចាប់ target ទី1ទី2ទី3មក
bạn trong có import nhưng confirm với chẳng cứ tặng bay nó cứ tu à ok chẳng cầm oi với tu môn dương ở chạy đây của phụ dương can chạy tới cho lòng đáy với slap mà được chẳng á chẳng bị oi dương chạy phi bị tòng nên cái design pattern cứ command ok chẳng là lời dương mơ định mới ta về delete lời dương kịch đá chẳng delete này cho tàu ấy chẳng màu với nhớ bạt đấy ok bạt đấy chẳng là bay cầm oi kia delete lươn với chẳng đã mà to tiết xua kì tha do you want to delete ấy chẳng á nè chẳng dòng đã dòng đã được nông đi cho chẳng dòng resolve mối đầm bay how message box nó như đã thà are you sure to delete đây cái dòng message vào với delete confirm dương đã ok cancel dương thà if resolve small nâng message box resolve ok của dương click ok then cứ click cho từng on chẳng anh ấy cứ nhóm đã cho được không này chứ mà xin như kia cho lòng này delete đi bán những việc ọt bạc đấy ok chương trình message dẫn tới xin chịu còn sell ở đây tới các bạn đấy ok ok chẳng là lấy thực ca add ok như thực ca add chẳng là bởi add dương cho tôi không user interface bỏ dưới thì cho add đi mà ok rồi mùi dân trong thứ update muốn anh sẽ để dưới này lấy thứ add muốn cho lời add chẳng su tha ta add ek chỗ ok chẳng những add tình đấy trên pi text box thằng pi này ok chứ nhưng mơ sẵn tình đấy bầu vía nhưng mơ anh ấy cứ primary key trên là pi đã add với còi với add primary key chỗ này thì pro primary key với chia một page auto number chân nhưng add ở bàn này những add bàn là name hay năng position chỗ ok chân id ní cứ mà chậm add chỗ đấy ok chân anh ấy text box cũng đã hỏi thì xí anh ấy major ok tôi hỏi hỏi chân thì mỗi cái dương chậm đam vô content mình được đại nè chân là lấy những ai bắt cá contact chúng tôi mình content contact đó chân một page chia TBL staff cái dương chậm vô mò pi ni máu của mấy những ban bậc ca staff đi hỏi nè staff nè thì một các nước hàng lừa chỉ global hỏi chứ nhưng anh hao ở ban room cục lại nữa chân staff dot tbl staff anh đi họ đã cho chụp mỗi cầu mạch đã anh đi s từ món trâu đấy ok chân món rồi mỗi cầu thực cắt trên món bàn đấy với những staff dot tbl staff ở bàn này text nhưng trong ban name về là nhưng how name mà ở bán đó chụp này là lại ní trong tích câu đấy nhưng xong mượn tích add với vâng ok anh ấy tôi đã trong cõi và những anh add vào thôi chẳng anh ấy nhưng dim context as tbl staff mà nâng new tbl staff nhưng mà cả chia
staff មួយណាហើយយើងអាចដាក់ staff ទៀតក៏បានតែឲ្យជាន់គ្នាចឹង contact នេះ ID ចឹង ID យើងអត់ដាក់ទេយើងដាក់ name ស្មើនឹង text box យកពី name ទៅយកពី name របស់យើងមក contact របស់យើង major no position អូខេមក TVL ខ្ញុំដូរឈ្មោះសិនអានេះខ្ញុំដាក់ position វិញ position okay dot text អានេះតាមពិតយើងគ្រាន់តែយើងបង្កើតជា contact ទិន្នន័យមួយមានថាយើងបង្កើតជា staff មួយអានេះមែនតើនេះយើងបង្កើតពីមុនមកយើងដាក់ list ហើយយើងដាក់ add វាចូលម្ដងមួយអញ្ចឹងណានេះ OBS list អូខេគឺយើង add ពីមុនចេះយើងដាក់ new ហើយយើងមានស្អីគេ country class ដូចគ្នាយើងធ្វើយ៉ាងដូចគ្នាណាតែគាត់ថានេះយើងបង្កើតជាខាងក្រៅហើយបានយើងបញ្ចូលវាអូខេតមកទៀតមកយើងឲ្យវា staff ដែលយើងបានហៅពីលើនេះមក .tvl staff អានេះគឺ insert on submit អញ្ចឹងយើង submit អីគេអញ្ចឹងគឺ contact អូខេហើយយើង confirm វា change អូខេក្នុងករណីពេលខ្លះពេលដែលយើងភ្លេចបញ្ចូលភ្លេចអីអញ្ចឹងវាច្រើន error មាន null មានអីអញ្ចឹងដើម្បីទុកវាគឺយើងត្រូវ try and catch កន្លែងនេះ null អមថាពេលដែលយើងបង្កើត attribute ហ្នឹងស្ទើរតែយើងអត់បាន tick យក null ទេវាដាក់ថា not null អញ្ចឹង not null មានថាមិនទេបញ្ចូលអត់បានទេតោះយ៉ាងហោចណាស់មានទិន្នន័យspace អីមួយក៏បានដែរប៉ុន្តែអត់បញ្ចូលអត់បានអូខេ null ហើយនឹងទេវាខុសគ្នាបន្តិច null ហ្នឹងគឺ0 0ហ្មងតែបើទេមានថាវាទេអញ្ចឹងតែ null ហ្នឹងអាទេហ្នឹងក៏អត់ null ទៀតគឺអត់មានអីសោះតែម្ដងអញ្ចឹងបើសិនជាយើងអត់បានបញ្ចូលlênទេអូមកតែយើងភ្លេចបញ្ចូល position នេះមួយអញ្ចឹងវានឹងឲ្យយើងបង្ហាញនៅ error យើងឯងអូខេឬមកក៏យើងដាក់ ID តែ ID របស់យើងហ្នឹងជាលេខធម្មតាមិនមែន auto number តែពេលវាប៉ះគ្នាគឺវា error ដែរពីព្រោះ duplicate អីចឹងណាអញ្ចឹងយើងគួរតែដាក់នៅក្នុង try and catch នៅក្នុងអានេះ insert ហើយយើងបើសិនជាមាន error អីបានយើងបង្ហាញចូលចេញមក to string អីចឹងមកអូខេប៉ុណ្ណឹងដូចជាដើរហើយដូចជាអត់មានអីទេប៉ុន្តែគាត់ថាវាអត់បង្ហាញនៅក្នុង list អញ្ចឹងខ្ញុំដាក់ទៅសិនលើខ្ញុំដាក់ឲ្យឃើញសិន salary អញ្ចឹងនេះ major របស់គាត់ IT អញ្ចឹងចុះ add គាត់ថាវាអត់បំចូលក្នុង list តែឥឡូវខ្ញុំបង្ហាញខ្ញុំបើកម្ដងទៀតគឺវាចូលណាគាត់ list វាអត់បំចូលគឺយើងថែម code list មកបន្តទៅចឹងណា list របស់យើងគឺ LLS staff ជាខ្ញុំដាក់នៅក្នុងនេះតែម្ដងបើមាន error កុំឲ្យវាបង្ហាញដូចជាចុះទោះអានេះដាក់អីគេចេះមាន add ទេអានេះ item អាហ្នឹងគេហៅស្អីគេចេះ LLS ហ្នឹងមួយណាមិនបាច់ចាំ add ចូល list ទោះយើង add ចូលទៅក្នុងអា op list របស់យើងមិញនេះដែលយើងទៅបានបង្កើតមិញនេះobservable list របស់យើងបានត្រូវអូខេចេះបានត្រូវហើយបញ្ចូលទៅក្នុងចូល contact ចូលព្រោះយើងលែងតាក់ទងជាមួយនឹង list ផ្ទាល់ហើយយើងតាក់ទងជាមួយនឹង observable list នេះដើម្បីវា reflect ពេលដែលមានការផ្លាស់ប្ដូរផ្សេងឈ្មោះមួយទៅអានេះខ្ញុំហៅវា AC អញ្ចឹងទៅ account អូខេចឹងវាចូលហើយយើង delete វាវិញ delete បានអូខេ add ចូលវិញបានអូខេជាសិន new យើងឲ្យវា blank អីចឹងណាឧទាហរណ៍អញ្ចឹង
ចឹងខ្ញុំ double click លើ new មួយចឹងអានេះខ្ញុំថាបើសិនជា new យើងឲ្យ txt name .text blank អីចឹងទៅអូខេ position text blank អីចឹងទៅអានេះកូដក្រៅផ្លូវការទេអូខេទីហោថាគេវាយឈ្មោះមួយទៀតចុះ Lee Chani IT add ចូលហើយជាដូចកាយើងចង់ឲ្យវា new អញ្ចឹងវា blank អញ្ចឹងមាននៅសល់ edit មួយអូខេជានៅសល់ edit មួយមិញមានកូដនៅក្នុងប៊ូតុងនេះហើយសំទោសណាប៊ូតុងរបស់យើង edit នេះអូខេអញ្ចឹង edit នេះដូចគ្នាប៉ុន្តែចិត្តរបស់យើងគឺយើងអត់បានបើក page ផ្សេងដើម្បី edit ទេគឺគ្រាន់តែបង្ហាញចូលទៅក្នុងកន្លែង text box ហ្នឹងតែហ្មងពេល edit ហ្នឹងមកដល់អញ្ចឹងនេះកូដខ្ញុំចាស់ផ្សេងទេចិត្តរបស់យើងចង់ឲ្យអត្ថន័យវារត់ចូលទៅក្នុងនេះអញ្ចឹងទៅព្រោះនេះយើងធ្វើ simple អញ្ចឹងណាអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីឲ្យវា read បានខ្ញុំច្រឡំបិទចុះបិទចឹងអូខេចឹង edit នេះគឺយើង return ន័យដូចជាមួយនឹង delete នេះដែរទាក់ទងនឹង context ទាក់ទងឲ្យដូចគ្នាអូខេចឹងពីព្រោះទៅការប៊ូតុងណាដែលជាអ្នកចុចវាខុសពី add ស្រួលទេ add គឺយើងហៅតែតំណែងដាក់ចូល block ចឹងតែដល់ពេលអានេះវិញទៅការសួរថាប៊ូតុងមួយណាអញ្ចឹងខ្ញុំប្រកាសដូចគ្នាជាមួយនឹងលើដែរខ្ញុំហៅវាប៊ូតុង as ប៊ូតុងណាដូចខាងក្រោមនេះអញ្ចឹងអូខេ c type sender button ចឹងយើងបាន button មួយណាមួយអូខេអញ្ចឹងយើងបង្កើត context ដដែលដោយសារ context វាច្រើនពេកខ្ញុំដាក់វា context edit ចុះកុំឲ្យវាច្រឡំគ្នាច្រើនពេក button data context អូខេ context ទៅជាមួយនឹងតែ edit ទេជានៅពេលយើងបានប៉ុណ្្នឹងហើយគឺយើងអាច read ទិន្នន័យចេញមកបានហើយអូខេអញ្ចឹងយើងហៅវា text នៃរបស់យើងស្មើនឹង text ហ្នឹងចេញពី context edit ហ្នឹង dot សំទោសអានេះធ្វើការ read ធ្វើការដាក់ឲ្យចំមើលជសម្រាប់ get tab សិនខ្ញុំមើល get tab សិនព្រោះវាអត់ធ្វើច្បាស់ថា tab វាអីគេ message box to string យើងចង់មើលថាតើពេលដែលយើងចុចមកហ្នឹងវាត្រូវអត់អញ្ចឹងមកទៅចុចមួយជាង staff អូខេខ្ញុំប្រកាសវាជា staff សិននេះជាង dot តើអានេះយើង convert វាម្ដងទៀតណា convert វាម្ដងទៀតដាក់ទៅ table staff ហ្មងព្រោះវាជា staff ហើយ table staff ទៅម្ដងអញ្ចឹងអានេះខ្ញុំប្រកាសវាដូចគ្នា table staff អញ្ចឹងខ្ញុំជឿថាវាមកហើយពេលនេះអូខេមក name និង position ព្រោះវាយើងត្រូវការ convert វាបើដឹងថាជាស្អីជា table staff ជាអីចឹងអូខេអញ្ចឹងកន្លែង convert នេះខ្ញុំចង់បញ្ជាក់ផងដែរថាមូលហេតុអីបានយើង cast វាទៅជា table staff ពីព្រោះបើសិនជាវាមិនធ្វើអញ្ចឹងទេមានន័យថា data context វាមានតែមួយ table ទេហើយយើងដឹងទេថានៅក្នុង database វាមិនមែនមាន table តែមួយណាឧបមាថាdictionary នេះខ្ញុំបានធ្វើពីមុននេះវាអត់មានមួយដែលមានពីរនេះ Smart Dictionary អូខេខ្ញុំចង់និយាយថានៅក្នុងពេលខ្លះយើងអាចមាន
table ច្រើនណាមាន table ច្រើនបានមិនមាន table តែមួយចឹងណាដល់ពេលមាន table ច្រើននេះយើងមាន2នេះ table ច្រើនអញ្ចឹងបើសិនជាឲ្យ data context ស្មើនឹង table TBL staff វាខុសហើយពីព្រោះ table របស់យើង10អញ្ចឹងដល់ពេលឲ្យ staff នឹងចូលទៅ data context វាខុសបាត់ហើយអញ្ចឹងវាសំខាន់តើអាណាដែលវាពាត់ទិន្នន័យចូលអាដំបូងនេះកន្លែងនេះបើសិនជាយើងយកទិន្នន័យ staff នេះយកទៅពាត់ចូលពាត់នៅបាញ់អញ្ចឹងពាត់ចូលអញ្ចឹងដល់ពេល read មកវិញគឺអា staff ហ្នឹងហើយដូចក្នុងករណីនេះបើសិនជា table explanation នឹងជាអ្នកបញ្ចូលទៅក្នុង list អញ្ចឹង read មកវិញ explanation ប៉ុន្តែបើសិនជាយើងដាក់ word ចូលអញ្ចឹងទាញមកវិញគឺវា word អូខេអញ្ចឹងកន្លែងនេះវាដាក់កលៈនៃយើងនេះមិនមែនអាក្រក់ទេគឺវាសម្រាប់ជួយយើងទេសម្រាប់ឲ្យយើងមាន table 2 3បានអូខេអញ្ចឹងយើងបង្ហាញទិន្នន័យនឹងចូលទៅក្នុង text យើងធម្មតាទៅ context edit ស្មើនឹង name position ស្មើនឹង text context edit ស្មើនឹង position អូខេចឹងនេះវា display ទិន្នន័យវាអត់តបាន save ទេអញ្ចឹង save តើយើង save ម្ដងទៀតណាអូខេមកហើយអូខេចឹងលើសំខាន់យើង save លើវានេះ save ចឹង save នេះវាខុសពី add បន្តិចព្រោះ add ថ្មីដល់ពេល save នេះវាគ្រាន់តែ update នៅអ្វីដែលយើងបានធ្វើពីមុនអញ្ចឹងខ្ញុំដូរបន្តិចកន្លែងនេះខ្ញុំថាបើសិនជាប៊ូតុងខ្ញុំ click លើ update ខ្ញុំឲ្យអាប៊ូតុង add ហ្នឹង text របស់វាសំទោស content របស់វាស្មើនឹង save វិញពីព្រោះ save វានឹងរក្សាទិន្នន័យដែលយើងធ្លាប់បានធ្វើពីមុនមកឬមួយក៏យើងថា update ក៏បានកុំឲ្យថាច្រឡំពាក្យ save ចិត្តរបស់យើងថាពេលដែលយើង click លើអានេះមួយគឺយើង change មកថា update អញ្ចឹងពេលដែលយើងកែឡើយនេះគឺវា update ទេមិនមែន add ទេកូដវាខុសគ្នាអូខេជាដើម្បីសរសេរកូដនៅក្នុង update នេះគឺកូដដដែលនៅក្នុង add អញ្ចឹងយើងក្នុង add ខាងក្រោមនេះ add ក្រោមនេះអញ្ចឹងខ្ញុំសរសេរកូដដាក់ខាងលើរបស់save ស្ទោះរបស់ add ខ្ញុំថាបើសិនជា btn add content ស្មើនឹង add ហើយបើនេះឲ្យយើងប្រើ equal ពីព្រោះវាមិនមែនជា text អញ្ចឹងវាអត់ស្គាល់ else if btn add ដដែលប៉ុន្តែ content របស់យើងពេលនេះស្មើនឹង update វិញអញ្ចឹងវាកូដវាផ្សេងគ្នាអញ្ចឹងមកកណាត់នេះគឺជាកូដរបស់ add ទេអញ្ចឹងដើម្បីឲ្យខ្ញុំស្រួលមើលខ្ញុំអាច copy អានេះយកទៅដាក់ជិតគ្នាដើម្បីឲ្យដឹងថាធ្វើការយ៉ាងម៉េចអញ្ចឹងឥឡូវថាបើសិនជាវា update អញ្ចឹងវានឹង save ទិន្នន័យយើងទៅហ่ะតែដល់ពេល save វានឹង save មួយណាវាអត់ដឹង save ចូលអាមួយណាប៉ុន្តែចៃដន្យអីយើងមានអានេះ context edit នេះ context edit នេះយើងបានមកពីអា staff មិញហ្នឹងតែម្ដងហើយបានពីអា staff ហ្នឹងហើយបានពីអា ID លេខ1ទៀតឥឡូវយើងចង់ដឹងថាពេលដែលយើងចុចមកហ្នឹងអា ID ពិតជាមកមួយគ្នាអត់អញ្ចឹងខ្ញុំហៅវា context edit ID ចឹងពេលដែលយើងចុចផាច់នេះមកវាមិនមែនមកតែអាទិន្នន័យនេះទេ ID ក៏វាមកដែរឃើញទេចឹងវាមកទាំងអស់ហើយវាមកតែមួយទៀតអូខេអានេះប្រហែលជាបើសិនជាយើងធ្លាប់សរសេរកម្មវិធីលើ form ហើយពិបាកនឹងធ្វើដែរអូខេ concept វាថ្មីបន្តិចប៉ុន្តែវាស្រួលពេលដែលយើងបាញ់ទិន្នន័យចូលមកកញ្ចប់ទាញទៅវិញមកកញ្ចប់ដូចគ្នាឃើញទេគឺវាមកស្រួលអញ្ចឹងកន្លែងនេះគឺខ្ញុំត្រូវការ update តា ID ហ្នឹងទៅបានហើយអូខេប៉ុន្តែចៃដន្យអីអាហ្នឹងវាមកហើយមិនបាច់ចាំយើងសួរថា ID នឹងអត់អីមិនបាច់ចាំស្លេចចិត្តទេយើងយកអានេះយើងយកអា dim ហ្នឹងយើងយកអា context edit ហ្នឹងប្រកាសវាជា global ដាក់ខាងក្រៅ property method ណាមួយហើយយើងពេលនេះយើងអត់នេះទៀតទេយើងឲ្យ read ទិន្នន័យយកអញ្ចឹងពេលដែលយើង click edit អញ្ចឹងវានឹងអា context edit ហ្នឹងចាប់យកទិន្នន័យបានណាអញ្ចឹងមកដល់កន្លែងនេះយើងអាចហៅអា context edit ហ្នឹងមកបានណា
chẳng context edit bao nhiêu cái này ní context edit nó hot một tam dương này của bây giờ dương chụp phát định muối chụp ấy dương tới sọc xa này dương tới IT chẳng vì sale chọn rồi nè từ đầu bây dương sale đã được không một tông update có biết màu đây chẳng cái này ní cứ cái này dương từ tool tình này pi thạch nhưng mà vinh nó context yeah context edit cái này position hay dân do pi position mà vinh hay sầm nhậpឲ្យវា update គឺយើងគ្រាន់តែឲ្យវា submit change មកអានេះវាអត់មានដូចនេះមាន insert on submit អត់មាន update on submit អត់មានគឺវា submit ចឹងមកវាជាប់នេះ emulator error ទេអូខេជាងខ្ញុំដូរវាដាក់ថា account 10ហើយដាក់ឈ្មោះថាសុភនីអូខេ update ឃើញវា update ដែរទីចិត្តទៅផ្សេងមក update ដែរជាងខ្ញុំ debug code ឲ្យយើងមើលបន្តិចប្រហែលជាយើងអាចមិនសូវយល់ឡើយ update ហ្នឹងចឹងដើម្បី debug គឺគ្រាន់តែយើងចុចលើអានេះមកដើម្បីវាចេញជា breaking point ហើយខ្ញុំចុចនៅលើអានេះមួយទៀតដើម្បីវាចូលហើយពេលហ្នឹងយើងអាច debug ឃើញថាតើទិន្នន័យវារត់មកយ៉ាងម៉េចឥឡូវខ្ញុំចូលលើនេះមួយទៀតចឹងចុចលើអានេះដើម្បី step into ចូលមកម្ដងបន្ទាត់អូខេយើងមើលពី context នេះយើងចុច over វាយ៉ាងមកយើងអាចមើលឃើញថា ID ឈ្មោះលេខ7 name អូខេហៅហើយចឹងមកអូខេមកដល់កន្លែងនេះមកដល់កន្លែង name នេះយើងអាច over លើវា name ឈ្មោះថា Lee Channy position ឈ្មោះថា IT ហើយយើងមិនមើលឃើញថា ID របស់វាលេខ7ឃើញទេជាងយើងទៅតទៀតអានេះគឺវា update ទិន្នន័យយើងចុចផាច់មកចឹងចប់ហើយអូមកថាឥឡូវយើងដាក់ថា computer maintenance អីចឹងចុះ maintenance ស្អីមិន maintenance អូខេ update ជាទៅពេល update យើងមើលគឺវានឹងចូលមកវាឆែកមើលប៊ូតុងមកយើងមិញឈ្មោះអីឈ្មោះថា update ទេអញ្ចឹងវាចូល update វាម្លង add នេះចោលហើយយើងមើលអញ្ចឹង context របស់យើងឃើញទេវាយកលេខ7ឡើងមកអូខេអញ្ចឹងវាទទួលទិន្នន័យពីទិន្នន័យថ្មីរបស់យើងនេះ text នេះ Lee Channy ដដែលអត់ទៅម្ដងទៀតកន្លែងនេះអញ្ចឹង computer maintenance អញ្ចឹងវាចាប់យកទិន្នន័យថ្មីហើយ submit change មកចប់អូខេយើងអាចទៅមកបន្តទៀតអូខេអានេះ new ចុះខ្ញុំលុប breaking point ចោលខ្ញុំកែកូដតិចតួចទៀតពីព្រោះតកតងជាមួយនឹងប៊ូតុងអក្សរប៊ូតុងនេះខ្ញុំមើលខ្ញុំមានបញ្ហាតិចតួចខ្ញុំនឹងកែតែការងាររបស់database វាចប់ហើយតែទីហោថាឥឡូវខ្ញុំ update ចេះខ្ញុំ update ហើយមកដល់ខ្ញុំចុច new អញ្ចឹងវាចេញប៊ូតុង update នេះដដែល update នេះមានថាពីប្រើអាកូដ update នេះអញ្ចឹងខ្ញុំត្រូវការកែអានេះឲ្យទៅជា add វិញអញ្ចឹងគឺនៅក្នុងប៊ូតុង new នេះ new ខាងក្រោមនេះមក btn add របស់យើង content ស្មើនឹង add ហើយអានេះវាជាលក្ខណៈ validate ទេអានេះមិនតាក់ទងជាមួយនឹងកូដរបស់យើងទេអូខេប្រហែលតែខ្ញុំ edit ខ្ញុំចុច edit នេះទៀតអូខេត្រូវហើយមកខ្ញុំ delete អានេះចុចលើនេះ delete ចឹងកន្លែងនេះវាមានពី update អូខេចឹងកន្លែងនេះយើងពី delete នេះយើងគួរតែឲ្យវា add ទៅពីព្រោះវាបាត់ឲ្យនឹងយើងឲ្យវា update ទៅកើតទីហោចឹងនេះយើងឲ្យវា add ទៅល្អជាងចឹងពេលចុចលើប៊ូតុង delete ណាប៊ូតុង delete យើងនេះ delete ខ្ញុំឲ្យ btn add content ស្មើនឹង add ទៅចោះ
ចឹងមកដល់ខ្ញុំនៅនេះ delete វាយើង add មកវិញគេអាច add មកវិញបានចឹងកូដរបស់វាវាចប់ហើយតែខ្ញុំសូមសង្ខេបមកវិញទីមួយពេលដែលយើងបានdata នេះហើយអូខេយើងអាចចូលទៅមើលវាបន្តិចដើម្បីឲ្យយើងយល់ថាតើនៅក្នុងវាមានអីខ្លះអ្វីដែលខ្ញុំចង់ឲ្យយើងមើលគឺទីមួយទាក់ទងជាមួយនឹង property name របស់វាដើម្បីយើងបាញ់ត្រូវបើសិនជា name position នេះយើងដាក់អក្សរ pn ធំហើយដល់ពេលកូដរបស់យើងកន្លែងនេះយើងដាក់ pn តូចអូខេកន្លែង binding កន្លែងនេះbinding នេះយើងសិនតែយើងដាក់អក្សរតូចចេះអត់ស្គាល់ទេដាក់អក្សរធំដែរមិនស្គាល់ទេហើយមួយទៀតតកតងជាមួយនឹង table វាឈ្មោះអីគេយើងមើល table នៅលើបន្តិចនេះ table staff របស់យើងនេះ table staff គេវាជា table ដែលយើងអាចហៅមកប្រើបានជិះវាដាក់ជា public អញ្ចឹងយើងអាចហៅវាបានពេលណាក៏បានដែរបើមិនយើងមាន table 3 4វានឹងបង្កើត3 4កន្លែងហ្នឹងឲ្យយើងអូខេហើយ property វាតាមប្រភេទរបស់វាអញ្ចឹងទៅហើយនៅក្នុងកន្លែងនេះអ្វីដែលយើងបានធ្វើថ្មីគឺយើងបានផ្ទេរទិន្នន័យពី database ដែលយើងធ្លាប់ផ្ទេរចូលទៅក្នុង list តែម្ដងតាមរយៈ item source នេះគឺយើងលែងផ្ទេរតាមនឹងហើយពីព្រោះផ្ទេរយើងឃើញហើយពេលយើង remove វាអត់ព្រម remove ទេ update ក៏វា update ដែរតោះតែយើងបិទហើយបើកមកវិញដោយសារតែ list ហើយនឹង table វាអត់មានលក្ខណៈ reflect ទៅកាន់ long list selector ទេអញ្ចឹងដូចតែយើងបានបង្កើតនៅ observable collection មួយហើយ import មកផងពី system collection object mode នេះខ្ញុំដាក់ថា OBS ដោយសារតែពី observe ហើយប្រភេទវាជាអី list របស់វាដែលសារទិន្នន័យជាអីជា staff អូខេពីព្រោះទីពួកអានេះ staff គឺខាងខ្លះទៅយើងមានថ្ងៃក្រោយទៅយើងមាន table ច្រើនអាចមានដូចជា table ឧទាហរណ៍ថា manager អីចឹងទៅឬមួយក៏មាន table position នេះនៅក្នុងនោះដែរអូខេឬមួយក៏ staff ឬមួយក៏ហោហាយចឹងមកណាហើយយើងបានទិន្នន័យហ្នឹងបានមកពីណាគឺបានមកពីអា database context ដដែលហ្នឹងទេពីមុនដែលយើងធ្លាប់ធ្វើហ្នឹង read ចូលមកតាមហើយយើងផ្ទេរវាតាមរយៈនេះ staff នេះផ្ទេរវាចូលចេះមកអូខេយើងផ្ទេរចឹងចូលមកចូលទៅក្នុង item source ពេលនេះ item source វា reflect ហើយមួយទៀតដល់ពេលដែលយើង delete គឺយើងត្រូវការ read ពី context របស់វាចឹងដើម្បី context ជាមួយយើងសួរថាប៊ូតុងណាដែល click នេះគឺជាប៊ូតុងណាដែល click ប៊ូតុងណាដែល click តើអាទិន្នន័យក្តោបក្នុងប៊ូតុងឈ្មោះអីចឹងយើងដាក់ read តាម data context នេះមកចឹងយើងអាច remove វាបានដែរអូខេហើយ database ដើម្បីឲ្យវា remove បានគឺយើងប្រើ delete on submit ហើយនេះគឺ confirm ហើយដូចគ្នាដែរជាមួយនឹង add នេះដូចគ្នាយើងប្រើ insert submit change ដូចគ្នាលើកលែងតែ edit នេះទេយើងចម្លែកតិច edit នេះគឺបានទិន្នន័យហើយគឺយើងផ្ទេរចូលតែម្ដងអូខេយើង convert វាពីហើយពេលយើង save change គឺយើងអត់មានពាក្យថា update on submit ទេគឺយើងមាន submit change ទៅវា change អូខេចឹងសម្រាប់ការអធិប្បាយតទៅជាមួយនឹងកម្មវិធី database CRUD នៅពេលនេះសូមស្កាយតែប៉ុណ្ណេះសិនសូមអរគុណ